សូមគោរពនឹងជម្រាបសួរដល់ទៅកាន់អ្នកនរគ្នាសាជាថ្មីហើយសម្រាប់វីដេអូនេះជាវីដេអូទី2ដែលបន្ទាប់ពីយើងធ្វើការបញ្យល់នៅពាក្យកន្លឹះនិងបកស្រាយអំពីចំនួននៃប្រភេទពាក្យកន្លឹះបើសិនជាលោកអ្នកបងប្អូនទាំងអស់គ្នាអត់តាមមើលវីដេអូទី1ទេខ្ញុំនឹងទុក link នៅខាងក្រោមដែលអាចឲ្យអ្នកនរគ្នាអាចចូលទៅមើលវីដេអូទី1បាននិងវីដេអូបន្ទាប់នេះខ្ញុំនឹងធ្វើការឧទាហរណ៍ទៅកាន់ពាក្យកន្លឹះខ្លីនិងពាក្យកន្លឹះវែងទៅកាន់អ្នកនរគ្នាសូមអ្នកនរគ្នាចូលរួមទស្សនាដូចតទៅបាទឥឡូវយើងនឹងធ្វើការចូលទៅទស្សនាជាមួយនឹងការប្រើប្រាស់ពាក្យកន្លឹះខ្លីនិងតែយើងប្រើប្រាស់ពាក្យកន្លឹះខ្លីយ៉ាងដូចម្តេចបាទឥឡូវយើងកំពុងតែចូលនៅលើគេហទំព័រ Google អញ្ចឹងរបៀបប្រើប្រាស់ពាក្យកន្លឹះខ្លីគឺយើងគ្រាន់តែចុចទៅលើការកន្លែងស្វែងរកហើយយើងវាយពាក្យខ្លីពាក្យណាដែលមួយម៉ាត់ឬក៏ខ្លីឧទាហរណ៍ដូចពាក្យម៉ូសេអញ្ចឹងនៅពេលដែលខ្ញុំចុចស្វែងរកអញ្ចឹងយើងផលវិបាកនៃការប្រើប្រាស់ពាក្យកន្លឹះខ្លីគឺត្រង់ថានៅពេលដែលយើងចុចស្វែងរកព័ត៌មានអ្វីមួយគឺវាមានភាពទូលំទូលាយជាងពាក្យកន្លឹះវែងដោយសារតែវាផ្ដល់ឯកសារទាក់ទងជាមួយនឹងពាក្យម៉ូសេនឹងឲ្យយើងឃើញទាំងអស់ជាក់ស្ដែងយើងឃើញមានគេហទំព័រច្រើនមានដូចជាសាច់រឿងជាមួយនឹងលោកម៉ូសេជាកុមារជាចម្រៀងនិងឯកសារផ្សេងប៉ុន្តែក្នុងករណីនេះខ្ញុំចង់ប្រាប់លោកគ្រូអ្នកគ្រូតាក់ទងជាមួយនឹងគេហទំព័រមួយចំនួនដែលយើងត្រូវប្រយ័ត្ននៅពេលដែលយើងចូលទៅអានឧទាហរណ៍ថាដូចជា JW or ORG នេះអញ្ចឹងគេហទំព័រមួយនេះគឺយើងត្រូវបានសិក្សាថានេះគឺជាពួក small ទីបន្តព្រះយេហូវ៉ាអញ្ចឹងពួកនេះគឺគេអត់បានដើរតាមលទ្ធិរបស់យើងទេគឺគេអត់ទទួលស្គាល់ព្រះត្រីឯកទេអញ្ចឹងគេហទំព័រមួយនេះគឺយើងត្រូវប្រយ័ត្នឲ្យមែនទែនដោយសារតែវាជាគេហទំព័ររបស់ពួកដែលคล้ายហើយនឹងឧទាហរណ៍ជាបន្ទាប់នេះគឺ Church of Jesus Christ នេះគឺលោកគ្រូអ្នកគ្រូបានឃើញនឹងពេលដែលគឺចុចចូលរកគេដាក់ថាសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធចុងក្រោយពួកនេះក៏អត់ត្រូវជាមួយនឹងគោលការណ៍ឬក៏គោលលទ្ធិរបស់យើងដែរគឺពួកគេបានបដិសេធជាមួយនឹងព្រះត្រីឯកអញ្ចឹងលោកគ្រូអ្នកគ្រូនៅពេលដែលធ្វើការស្វែងរកឯកសារមួយលោកគ្រូអ្នកគ្រូត្រូវប្រយ័ត្នជាមួយនឹងគេហទំព័រទាំងអស់ហ្នឹងដោយសារតែមានពួកខ្លាំងៗជាច្រើនបានធ្វើការផុសទៅលើបណ្ដាញសង្គមអ៊ីនធឺណិតយើងសប្តាហ៍ថ្ងៃនេះបាទនេះគ្រាន់តែជាឧទាហរណ៍តាក់ទងជាមួយពាក្យកន្លឹះខ្លីដោយសារតែខ្ញុំចង់ឲ្យលោកគ្រូអ្នកគ្រូបានដឹងថាពាក្យកន្លឹះខ្លីហ្នឹងវាជារបៀបបែបម៉េចហើយឥឡូវយើងចាប់ផ្ដើមស្វែងរកពាក្យកន្លឹះខ្លីតាក់ទងក្រៅពីព្រះគម្ពីរម្ដងឧទាហរណ៍ថាយើងចង់ស្វែងរកពីនំខេកអញ្ចឹងលោកគ្រូអ្នកគ្រូចុចនំខេកឃើញនំខេកល្វីងនំខេក PNG ឬក៏នំខេក2023ហ្នឹងវាមានច្រើនវាចេញមកវាមានច្រើនកន្លែងវាអាចតាក់ទងជាមួយនឹងហាងនំខេកឬក៏ប្រភេទនៃនំខេកហ្នឹងប៉ុន្តែខ្ញុំអត់ដឹងថាលោកគ្រូអ្នកគ្រូពេលវាយពាក្យខ្លីហ្នឹងក្នុងគោលបំណងអីទេបើសិនជាលោកគ្រូចង់បានឯកសារមួយដែលតាក់ទងជាមួយនឹងអ្វីដែលយើងចង់បានប្រកបខ្ញុំតម្រូវឲ្យអ្នកគ្រូប្រើប្រាស់ជាមួយនឹងពាក្យកន្លឹះវិញដោយសារតែពាក្យកន្លឹះខ្លីគឺវាជួយយើងស្វែងរកអ្វីដែលយើងស្វែងរកវាអត់តន់ត្រូវចំណុចហើយវាបរួមអ្វីដែលយើងចង់បានអត់តន់បានទេបាទមិញយើងធ្វើការប្រើប្រាស់ពាក្យកន្លឹះខ្លីនៅក្នុង Google ឥឡូវយើងសាកប្រើប្រាស់ពាក្យកន្លឹះខ្លីនៅក្នុង YouTube ម្ដងតើលទ្ធផលរបស់វាចេញមកដូចម្ដេចអញ្ចឹងឧទាហរណ៍យើងប្រើប្រាស់ពាក្យដដែលយើងប្រើប្រាស់ពាក្យទៅលើម៉ូសេដដែលគឺអ្នកនរគ្នាបានឃើញតាក់ទងគេដាក់ជាមួយម៉ូសេនេះគេមានសាច់រឿងរបស់លោកម៉ូសេតែជាតុក្កតានិងគេនិយាយអំពីជីវប្រវត្តិរបស់លោកម៉ូសេប៉ុន្តែដូច channel កពូលមនុស្សនេះគឺ channel របស់គាត់គឺបានផ្ដោតសំខាន់ទៅលើភាពជាគ្រីស្ទាននេះគឺគាត់និយាយអំពីកពូលមេដឹកនាំនៃប្រទេសណាមួយគឺគាត់សិក្សាតែជីវប្រវត្តិខ្លីៗតែប៉ុណ្ណោះហើយយើងឃើញដូចជាចម្រៀងរបស់លោកម៉ូសេយើងឃើញតាក់ទងជាមួយនឹងអំណានដែលតាក់ទងជាមួយនឹងការសង្ខេបរឿងរបស់លោកម៉ូសេមានមេរៀនហើយដូចជានេះ channel មួយនេះក៏គ្រូត្រូវប្រយ័ត្នដែរតាក់ទងជាមួយនឹងគេហៅថា World Society Church of Scott
ដែលយើងបកប្រែជាខ្មែរគឺពួកគេហៅថាអានសង្ហុងចឹងពួកខាងគាត់នេះក៏លោកអ្នកគ្រូបើសិនជាអាចយើងកុំចូលទៅមើលរបស់គាត់អីដោយសារតើខាងរបស់គាត់នេះគឺខាងខុសឆ្គងនេះគ្នាដែរចឹងដោយសារតើប្រព័ន្ធអ៊ីនធឺណិតទូលំទូលាយចឹងពួកខុសឆ្គងក៏គាត់អាចប្រើវិធីសាស្ត្រផ្សេងដើម្បីអាចឲ្យយើងផន់ច្រឡំជាមួយនឹងគេហៅថាព្រមទូពិតដូចគ្នាដែរឬក៏ឥឡូវយើងចាប់ផ្ដើម search តាក់ទងជាមួយនឹងក្រៅពីព្រះគម្ពីរឥឡូវយើងចូលដល់ search ជាមួយនឹងពាក្យនំខេតដូចពាក្យមុនដែរអញ្ចឹងនៅពេលដែលលោកគ្រូវាយពាក្យនំខេតដូចពាក្យមុនអញ្ចឹងលោកគ្រូឃើញគេដាក់ថាចេញមកតាក់ទងជាមួយនឹងខួរកំណើតអីផ្សេងតាក់ទងជាមួយនឹងការធ្វើនំតាក់ទងជាមួយនឹងរបៀបធ្វើក្រែមនំអីជាដើមអញ្ចឹងវាមានប្រភេទនំច្រើនមានបទចម្រៀងតាក់ទងមួយនំនឹងច្រើនឲ្យតែលោកគ្រូវាយពាក្យនំខេតចូលទៅឲ្យតែពាក្យកលឹះណាតាក់ទងជាមួយនំខេតគឺវាបង្ហាញលទ្ធផលមកឲ្យយើងឃើញទាំងអស់អញ្ចឹងវាអត់តាន់ពេលខ្លះវាអាចបំពេញនៅគោលដៅដែលយើងចង់រកដើម្បីឲ្យគោលដៅរបស់យើងអាចរកបានស្រួលគឺយើងមានតែប្រើប្រាស់ពាក្យកលឹះវែងទេអញ្ចឹងដូច្នេះទៅទៀតខ្ញុំនឹងធ្វើការឧទាហរណ៍ជាមួយនឹងពាក្យកលឹះវែងឲ្យលោកគ្រូបានមើលបានបន្ទាប់ពីអ្នកនរគ្នាបានទស្សនាជាមួយនឹងការប្រើប្រាស់ពាក្យកលឹះខ្លីហើយនឹងបន្ទាប់នេះខ្ញុំនឹងធ្វើការឧទាហរណ៍ជាមួយនឹងពាក្យកលឹះវែងនិងខ្ញុំប្រាប់អំពីថាហេតុអ្វីបានពាក្យកលឹះវែងប្រើទៅមានប្រសិទ្ធភាពជាងពាក្យកលឹះខ្លីឧទាហរណ៍មកកាន់ការប្រើប្រាស់ពាក្យកលឹះវែងទាំងអស់គ្នាឧទាហរណ៍ថាខ្ញុំវាយពាក្យថាព្រះយេស៊ូវទទួលពិធីជាមួយទឹកអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ពាក្យកលឹះវែងគឺទាមទារឲ្យអ្នកទាំងអស់គ្នាវាយអ្វីដែលជាគោលបំណងដែលយើងចង់រកពិតប្រាកដនៅពេលដែលយើងធ្វើការស្វែងរកអញ្ចឹងឧទាហរណ៍ថាអ្នកនរគ្នាអត់វាយពាក្យកលឹះវែងទេអ្នកនរគ្នាចង់រកព្រះយេស៊ូវទទួលពិធីជាមួយទឹកប៉ុន្តែអ្នកនរគ្នាគ្រាន់តែវាយពាក្យថាព្រះយេស៊ូវអញ្ចឹងវានឹងអាចផ្ដល់លទ្ធផលជាច្រើនដល់យើងនៅលើបណ្ដាញប្រព័ន្ធអ៊ីនធឺណិតដោយសារតែពាក្យកលឹះព្រះយេស៊ូវហ្នឹងគឺវាមានការភ្ជាប់គ្នាជាប្រព័ន្ធច្រើនទៀតអញ្ចឹងវាអាចចេញនៅពេលដែលយើងវាយគ្រាន់តែវាយពាក្យព្រះយេស៊ូវវាអាចចេញឧទាហរណ៍ថាព្រះយេស៊ូវទ្រង់ប្រសូតនៅថ្ងៃណាឬក៏ព្រះយេស៊ូវទ្រង់ធ្វើកិច្ចការងារផ្សេងប្រោះជំងឺព្យាបាលផ្សេងប៉ុន្តែអ្វីដែលជាគោលបំណងរបស់យើងចង់រកព្រះយេស៊ូវទទួលពិធីជាមួយទឹកអញ្ចឹងយើងទាមទារឲ្យយើងត្រូវវាយថាព្រះយេស៊ូវទទួលពិធីជាមួយទឹកអញ្ចឹងនៅពេលដែលអ្នកគ្នាចូលមកខ្ញុំដូចបញ្ជាក់ប្រាំងថាអ្នកគ្នាត្រូវប្រយ័ត្នជាមួយនឹង website ពួកខុសឆ្គងដោយសារពួកខុសឆ្គងគឺពួកហ្នឹងសកម្មក្នុងការធ្វើ website ជាច្រើនប៉ុន្តែ website ពួកខុសឆ្គងខ្ញុំបាន block រួចហើយដូចថា website នេះ Church of Jesus Christ ឬក៏ JW នេះខ្ញុំបាន block ចោលបាត់ហើយអញ្ចឹងនៅវីដេអូក្រោយនេះបន្តិចខ្ញុំនឹងប្រាប់អ្នកនរគ្នាថាតើ block website ទាំងអស់ហ្នឹងគឺធ្វើដូចម្ដេចអញ្ចឹងនៅពេលខ្ញុំចូលមើល website ហ្នឹងដោយសារ website ខ្ញុំបាន block ហើយគឺវាអត់ load ឲ្យខ្ញុំឃើញទេថា website មួយហ្នឹងគឺ save ពីអីគឺខ្ញុំអត់ដឹងទេអញ្ចឹងគឺទាមទារឲ្យខ្ញុំទៅរក website មួយដែលខ្ញុំអត់ទាន់ block ដូចថា godquestion.org នេះខ្ញុំអត់បាន block ទេអញ្ចឹងខ្ញុំចុចចូលមើលទៅគឺខ្ញុំបានទទួលនេះគេថាជាចម្លើយរបស់គេអ្នកនរគ្នាត្រូវអានសិនណាអ្នកនរគ្នានៅពេលដែលអ្នកនរគ្នាសើចអំពីព្រះដោយសារតែពួកខុសឆ្គងគឺពួកហ្នឹងមានសកម្មភាពខ្លាំងនៅលើបណ្ដាញសង្គមអញ្ចឹងយើងអាចអានតាក់ទងជាមួយនឹងខាងនេះបានឬក៏យើងអាចអូសទៅក្រោមទៀតយើងមើលគេមានចេញពី YouTube ឲ្យយើងអាចមើលបាននឹងពួកសមាគមព្រះគម្ពីរយើងអាចចុចអានបានអ្នកទាំងគ្នាអញ្ចឹងគឺព័ត៌មានរបស់យើងគឺរៀងខ្លីជាងមុននៅពេលជាងនៅពេលដែលយើងប្រើពាក្យកលឹះខ្លីអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើមួយទៀតក្រៅពីគ្រីស្ទៀនឧទាហរណ៍យើង search អំពីនំខេតបាទពីមុនយើងគ្រាន់តែ search នំខេតធម្មតាហ្នឹងជាពាក្យកលឹះខ្លីប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ពាក្យកលឹះវែងយើងត្រូវបញ្ជាក់ថាយើងចង់បាននំអីគេអញ្ចឹងខ្ញុំដាក់នំសូកូឡានំខេតសូកូឡាអញ្ចឹងព័ត៌មានដែលខ្ញុំទទួលបានគឺច្បាស់គឺប្រភេទនំខេតបែបសូកូឡាគឺវាតាក់បង្ហាញឲ្យយើងភាគច្រើនគឺសូកូឡាយើងឃើញតែម្ដងគឺអ្វីក៏ដោយមិនថានំខេតហ្នឹងវាមានសូកូឡាជាមួយនឹងវ៉ានីឡាឬក៏សូកូឡាជាមួយពងមាន់ពងទាឬក៏នំសូកូឡាផ្សេងគេប្រាប់អំពីរបៀបធ្វើនំខេតសូកូឡាអញ្ចឹងវា
ជួយឲ្យព័ត៌មានរបស់យើងហ្នឹងគឺកាន់តែភាកចិត្តនៅអ្វីនៅពេលដែលយើងទៅតាមរោពាក្យកលឹះណាមួយអញ្ចឹងបាទអញ្ចឹងហើយបាទខ្ញុំនិយាយថាពាក្យកលឹះវែងគឺវានឹងផ្ដល់ព័ត៌មានជាក់លាក់ជាងពាក្យកលឹះខ្លីនៅពេលដែលយើងចុចស្វែងរកទៅលើវាដោយសារតែវាបានក្តោបព័ត៌មានរបស់យើងនឹងបានច្រើនជាងមុនបាទឥឡូវហើយនឹងវីដេអូខាងចុងនេះខ្ញុំនឹងប្រាប់អ្នកនរគ្នាទាក់ទងជាមួយនឹងរបៀប block website នេះគេធ្វើរបៀបម៉េចបាទអរគុណច្រើនបាទ app មួយដើម្បីធ្វើការណែនាំទៅកាន់អ្នកទាំងអស់គ្នាដែល app នោះយើងអាចរកនៅក្នុង Play Store បានapp មួយនោះដែរមានឈ្មោះថា Stay Focus អញ្ចឹង app មួយនេះបើសិនជាអ្នកនរគ្នាអត់ទាន់មានទេអ្នកនរគ្នាអាចធ្វើការ download បានទៅកាន់វាបានសម្រាប់ខ្ញុំមានហើយគឺខ្ញុំអាចធ្វើការបើកទៅកាន់វាបានអត្ថប្រយោជន៍នៃខ្ញុំ app នេះគឺវាមានអត្ថប្រយោជន៍ច្រើននៅពេលដែលយើងអាចធ្វើការ block ទៅកាន់ website មួយណាដែលយើងអត់ចង់មើលឬក៏យើង block app មួយណាដែលយើងអត់ចង់ឃើញឬក៏យើង block ពាក្យកលឹះមួយណាដែលយើងអត់ចង់ប្រើក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍ទៅកាន់ការ block website ឧទាហរណ៍ថាយើងឥឡូវកំពុងតែចូលទៅកាន់នៅក្នុង Google អញ្ចឹងឧទាហរណ៍ថាខ្ញុំវាយពាក្យ Mose នេះចូលអញ្ចឹងខ្ញុំឃើញ website មួយមានឈ្មោះថា Church of Jesus Christ អញ្ចឹង website មួយនេះគឺជា website ពួកខុសឆ្គងដែលតាក់ទងជាមួយនឹងពួក Mormon អញ្ចឹងពួក Mormon នេះគឺពួកខុសឆ្គងដែលគេទទួលស្គាល់ព្រះត្រីឯកអីដូចគ្នាប៉ុន្តែគាត់ថាគេមានការបន្លែងផ្សេងអត់ដូចពិតនៃគោលលទ្ធិដើមទេឬក៏ពួកJW មួយនេះក៏ពួកខុសឆ្គងដែរពួក small ទីបន្ទាល់ប្រយោហ៎ឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំចង់ block website ខាងលើនេះចុះអញ្ចឹងខ្ញុំគ្រាន់តែចុចទៅលើ link របស់វាចុចទៅលើ link របស់វាហើយចុចពាក្យ copy អញ្ចឹងខ្ញុំ copy link ឬក៏បងប្អូនអាចវាយបញ្ចូលវាយអា link ហ្នឹងចូល link ហ្នឹងគឺជាអ្វីដែលជាដំណរដែលតភ្ជាប់ដែលធ្វើឲ្យវាអាចរកឃើញព្រោះថាខ្ញុំវាយឥឡូវខ្ញុំឃើញពាក្យ search នេះ Church of Jesus Christ អញ្ចឹងខ្ញុំចង់ block website មួយហ្នឹងខ្ញុំក៏ចុចលើ sound នេះមកហើយខ្ញុំអូសមកកាន់ពាក្យខាងក្រោមពាក្យថា web timer ហើយចុចពេលចូលដល់ web timer អ្នកនរគ្នាក៏ចុចលើអា button on day នេះ on day នេះគឺមានថានៅថ្ងៃអញ្ចឹងខ្ញុំ block គ្រប់មួយសប្តាហ៍ខ្ញុំ block ទៅអស់ពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យគេដាក់អក្សរ M ហើយនិងអក្សរ S អញ្ចឹងមានន័យថាច័ន្ទអាទិត្យដែលអង់គ្លេសមានន័យថា Monday អានេះ Saturday អញ្ចឹងខ្ញុំដាក់អានេះ0 hour for 0 hour គឺខ្ញុំដាក់ម៉ោងវា00ខ្ញុំអត់ខ្ជិលចង់ឃើញខ្ជិលឲ្យវា load អញ្ចឹងដាក់00ទាំងអស់ហើយខ្ញុំចុចពាក្យថា save អញ្ចឹងអ្នកនរគ្នាឃើញកន្លែងគៀនហ្នឹងគេដាក់សញ្ញាសោដែរប៉ុន្តែសោនេះគេចាក់បិទពើក្រហមប៉ុន្តែសម្រាប់ផ្សេងដែលយើងអត់បាន block គឺវារឿងបើកសោអញ្ចឹងមានន័យថា website នេះអត់ទាំង block ទេតែនៅពេលដែលយើង block ហើយគឺវានឹង load សោពើក្រហមអញ្ចឹងនៅពេលដែលអ្នកនរគ្នាចេញមកវិញហើយអ្នកនរគ្នាត្រឡប់ទៅកាន់ website នឹងដែរគឺវាអត់ load មកទេគេដាក់ថា stay focus is on your goal use peace your happiness don't waste your time on any that doesn't contribute to your growth ចឹងមានថា app មួយនេះគេបាន block website នឹងចោលបាត់ហើយចុះទៅហើយយើងវាយពាក្យ Mose ដែរចឹងវា load មកវានៅតែ load ឲ្យយើងឃើញតែនៅពេលយើងចុចចូលមើលគឺ app ហ្នឹងគេបាន block រួចហើយគឺយើងអាចចូលមើលថាខ្លឹមសារនៃ app website ហ្នឹងមានន័យថាម៉េចទេនេះគឺជាអ្វីដែលខ្ញុំគិតថាវាល្អនៅពេលដែលយើងធ្វើការblock ទៅកាន់ website មួយណាដែលវាអត់ចាំបាច់ក្នុងការយើងចូលមើលបាទអរគុណច្រើនអ្នកនរគ្នាសម្រាប់ការតាមដាននៅទស្សនាវីដេអូមួយនេះដែរបាទ